តុល្យភាពមហាអំណាចនិងច្បាប់អន្តរជាតិជាខែលការពារជាតិអត្ថបទទី15វគ្គ2ឯកឧត្តមផាន់វ៉ាន់រតអគ្គព្រះរាជអាជ្ញារងនៃតុលាការកំពូលបានលើកឡើងក្នុងពេកផ្លូវការផ្ទាល់ខ្លួនថាតុល្យភាពមហាអំណាចនិងច្បាប់អន្តរជាតិជាខែលការពារជាតិ1មេរៀនវាសនាជាតិនៅពេលមហាអំណាចដោះដៃប្រវត្តិសាស្ត្រពិភពលោកបានបង្ហាញយ៉ាងច្បាស់ថាមហាអំណាចមិនមានមិត្តអចិន្ត្រៃយ៍ឡើយមានតែផលប្រយោជន៍អចិន្ត្រៃយ៍នៅពេលផលប្រយោជន៍របស់គេប្រែប្រួលប្រទេសតូចតាចដែលពឹងផ្អែកលើគេទាំងស្រុងនឹងត្រូវបោះបង់ចោលអាហ្គានីស្ថានឆ្នាំ2021ការដកខ្លួនចេញរបស់សហរដ្ឋអាមេរិកបន្ទាប់ពីវត្តមាន20ឆ្នាំបង្ហាញថាទោះបីជាមានការសន្យាយ៉ាងណាក៏ដោយក៏មហាអំណាចអាចដើរចេញបានគ្រប់ពេលវេលានៅពេលយុទ្ធសាស្ត្រក្នុងស្រុកគេផ្លាស់ប្ដូរវេណេស៊ុយអេឡាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរហូតការដាក់សម្ពាធការតាមចាប់ខ្លួនថ្នាក់ដឹកនាំដល់ក្នុងផ្ទះបានបង្ហាញថាអធិបតេយ្យភាពនឹងរលាយបាត់បង់ប្រសិនបើច្បាប់អន្តរជាតិត្រូវបានមើលរំលងជនជាតិខឺតសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រឆាំងអ៊ៃស៊ីសត្រូវបានគេទុកឲ្យប្រឈមមុខនឹងសត្រូវតែម្នាក់ឯងនៅពេលផលប្រយោជន៍ភូមិសាស្ត្រនយោបាយតំបន់ប្រែប្រួលមេរៀនពីមជ្ឈមបូព៌ាអេរ៉ង់អ៊ីស្រាអែលនិងសេរីបានបង្ហាញថាទោះបីជាមានមិត្តមហាអំណាចដូចជារុស្ស៊ីឬចិនក៏ដោយក៏មហាអំណាចទាំងពីរមិនអាចជួយអ្វីបានច្រើនឡើយនៅពេលសង្គ្រាមផ្ទុះឡើងខ្លាំងការអន្តរាគមន៍ណាមួយគឺធ្វើឡើងដើម្បីពង្រឹងតែឥទ្ធិពលនិងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេប៉ុណ្ណោះ2បើពិភពលោកគ្មានច្បាប់តើអ្វីនឹងកើតឡើងប្រសិនបើច្បាប់អន្តរជាតិត្រូវបានបំផ្លាញហើយពិភពលោកងាកមកប្រើច្បាប់ព្រៃអ្នកខ្លាំងស៊ីអ្នកខ្សោយនោះសណ្ដាប់ធ្នាប់សកលនឹងក្លាយជាគ្រោះមហន្តរាយអធិបតេយ្យភាពនឹងរលាយប្រទេសជិតខាងដែលមានកម្លាំងធំជាងនឹងអាចឈ្លានពានតាមចិត្តដោយគ្មានការទប់ស្កាត់ការបាត់បង់សម្លេងប្រទេសតូចប្រទេសដូចជាប្រទេសកម្ពុជានឹងត្រូវបង្ខំឲ្យធ្វើជារណបដាច់ខាតនៃពូលអំណាចណាមួយអស្ថិរភាពសកលសង្គ្រាមនឹងកើតមានគ្រប់ទីកន្លែងព្រោះគ្មានអាជ្ញាកណ្ដាលពលគឺច្បាប់សម្រាប់សម្រោះសម្រួល3យុទ្ធសាស្ត្រអនុវត្តសម្រាប់កូនខ្មែរខែល2សម្រាប់ការពារជាតិខែលទី1ពង្រឹងអំណាចច្បាប់អន្តរជាតិយើងត្រូវបន្តតស៊ូមតិនិងជំរុញឲ្យពិភពលោកគោរពច្បាប់អន្តរជាតិជាដាច់ខាតច្បាប់អន្តរជាតិគឺជាអាវុធការទូតដែលមានអំណាចជាងគ្រាប់កាំភ្លើងព្រោះវាផ្ដល់ភាពស្របច្បាប់ដល់យើងលើឆាកអន្តរជាតិខែលទី2ពង្រឹងកម្លាំងសាមគ្គីផ្ទៃក្នុងមេរៀនពីសង្គ្រាមស៊ីវិលប្រាប់យើងថាបើខ្មែរមិនបែកបាក់គ្មានបរទេសណាអាចចូលមកហែកហួរយើងបាននោះឡើយយើងត្រូវតែខ្លាំងដោយខ្លួនឯងទាំងសេដ្ឋកិច្ចចំណេះដឹងនិងស្មារតីជាតិនិយមដែលមិនលំអៀងតាមមនោគមវិជ្ជាបរទេសសរុបមកច្បាប់អន្តរជាតិគឺជាដង្ហើមនិងជាខែលការពារតែមួយគត់ដែលផ្ដល់ភាពស្មើគ្នានៅលើឆាកពិភពលោកមេរៀនពីអាហ្គានីស្ថានវេណេស៊ុយអេឡានិងមជ្ឈមបូព៌ាបានដាស់តឿនយើងថាគ្មានមហាអំណាចណាស្រឡាញ់យើងជាងយើងស្រឡាញ់ខ្លួនឯងនោះទេសន្តិភាពយូរអង្វែងមិនមែនកើតចេញពីការផ្ញើវាសនាលើអ្នកដទៃឡើយប៉ុន្តែវាសនាសម្រេចបានតាមរយៈការគោរពច្បាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់និងការកសាងឯកភាពជាតិឲ្យរឹងមាំដូចដែកថែបនៅក្នុងសំណេរនេះឯកឧត្តមផាន់វ៉ាន់រតក៏បានលើកជាសំណួរសម្រាប់បងប្អូនខ្មែរពិចារណា1តើបងប្អូនយល់យ៉ាងណាចំពោះការដែលមហាអំណាចបោះបង់សម្ព័ន្ធមិត្តចោលនៅពេលអស់ផលប្រយោជន៍តើនេះមិនមែនជាមេរៀនដែលខ្មែរត្រូវប្រុងប្រយ័ត្នទេឬ2តើយើងគួររួបរวมគ្នាជំរុញឲ្យមានយុទ្ធនាការសកលភាវូបនីយកម្មនៃយុត្តិធម៌ដើម្បីឲ្យប្រទេសជិតខាងនិងមហាអំណាចត្រូវតែគោរពច្បាប់អន្តរជាតិជាដាច់ខាតដែរឬទេ3រវាងការចោះចូលមហាអំណាចនិងការឈរលើគោលការណ៍ច្បាប់អន្តរជាតិតើមួយណាផ្ដល់កិត្តិយសនិងសន្តិភាពពិតប្រាកដដល់ជាតិសាសន៍របស់យើង